នាងកំពុងហើរៀងរៀវខ្មែរមនលោកអ្នកនាងនឹងបងប្អូនជាទីមេត្រីលោកប៊ឺសម្រាប់តែបានអះអាងការពីខែកក្កដាឆ្នាំ2023ពលគឺការពី4ឆ្នាំមុនថាជាកូនអត់កាន់ស្លារបស់អត្រីចម្រៀងមេសិនស៊ីសមុទ្រជាមួយនឹងលោកស្រីធឹមវិចារាបានវិលមកកម្ពុជាវិញហើយពីប្រទេសម៉ាឡេស៊ីកាលពីយប់ថ្ងៃទី20ឧសភាអើយដេកតាមផ្លូវបងលើកយប់មិញមកដល់ផ្ទះតាំងពីម៉ោង9យប់បងហត់ពេកបងឥឡូវមកដល់ផ្ទះហើយបងមកដល់ខ្មែរវិញហើយបងបងរស្វាយជ្រុំជំរុំបុកផាតាន់ក្លែបកាស្នាស្ទុះសូមរំលឹកថានៅពេលចាក់ចេញពីកម្ពុជាកាលពីថ្ងៃទី13ឧសភាលោកប៊ឺសម្រាប់ហាក់បានលាក់បាំងទិសដៅនឹងគោលបំណងនៃការចាក់ចេញពីកម្ពុជានេះការចាក់ចេញដោយស្ងាត់នោះនាំឲ្យមហាជនងឿងឆ្ងល់ខណៈកន្លងមកលោកប៊ឺសម្រាប់ពេលទៅណាមកណានិយាយជាចំហទិសដៅនឹងគោលបំណងនៃការចាក់ចេញបើស្រឡាញ់ម្លឹងសូមរំលឹកថាកាលពីពាក់កណ្ដាលឆ្នាំ2024លោកប៊ឺសម្រាប់ត្រូវបានបងប្អូនស្រី2នាក់មានការអាណិតអាសូរលោកប៊ឺសម្រាប់ហើយបានអញ្ជើញលោកប៊ឺសម្រាប់ទៅលេងប្រទេសម៉ាឡេស៊ីហើយកាលពីចុងឆ្នាំ2024ដដែលនេះអានិកជនខ្មែរនៅជប៉ុនដែលបើតាមលោកប៊ឺសម្រាប់ថាជាមិត្តស្របសិទ្ធិស្នាជាមួយលោកស៊ិនស៊ីសមុទ្រក៏បានអញ្ជើញលោកប៊ឺសម្រាប់ទៅលេងប្រទេសជប៉ុនដែរនៅថ្ងៃនេះនៅពេលត្រឡប់មកពីប្រទេសម៉ាឡេស៊ីជាលេខទី2លោកប៊ឺសម្រាប់បានប្រាប់ឆ្នេរខេមអាប់ថាមិនមែនទៅស្វែងរកសាក់សីបន្ថែមរឿងប៉ាមុតនោះទេទៅដល់លេងតែបងមានបងប្អូននៅទីនោះគាត់ចេញសបត់យន្តហោះឲ្យទៅដល់លេងអញ្ចឹងបងអត់មានទេបងទៅដល់លេងជាលក្ខណៈគ្រួសារបងសบายតែទៅម្នាក់ឯងទេបងតើអូនដឹងជឿចិត្តបងទេប៉ុន្តែអ្វីដែលសោកស្ដាយនោះគឺលោកប៊ឺសម្រាប់ថាมันមានរូបថតអ្វីស្ដីអំពីការធ្វើដំណើរកម្សាន្តនោះដែរបងសម្លាញ់បានថតអីច្រើនទេបងព្រោះគម្រោងទៅដល់លេងអត់មានបានអីថតអីច្រើនទេបងនាងពេទ្យគូកូនដើរជួយអ្នកស្រុកសូមរំលឹកថាការស្វែងរកការពិតនរណាជាឪពុករបស់លោកប៊ឺសម្រាប់បានជួបឧបសគ្គនៅក្នុងពេលត្រូវវិភាគផ្ទៀងផ្ទាត់ DNA តាមបែបវិទ្យាសាស្ត្រដោយត្រូវមានសំណាក់ដូចជាឈាមទឹកមាត់សក់ក្រចកដៃក្រចកជើងពីកូនប្រុសរបស់លោកស៊ិនស៊ីសមុទ្រដែលអាចភូកងបានគណៈកូនប្រុសចៅប្រុសរបស់លោកស៊ិនស៊ីសមុទ្របានស្លាប់អស់ដូចជាលោកស៊ិនច័ន្ទសយាជាដើមការផ្គូផ្គងសំណាក់ជាមួយភេទស្រីមិនអាចធ្វើទៅបាននោះទេក្នុងការវិភាគ DNA អ្វីបើលោកស៊ិនស៊ីសមុទ្រនៅមានកូនស្រីគឺលោកស្រីស៊ិនយុទ្ធនានិងចៅស្រីជាច្រើនរួមទាំងកូនស្រីរបស់លោកស៊ិនច័ន្ទសយាក៏ដោយដូច្នេះហើយបានជារឿងលោកប៊ឺសម្រាប់ជាកូននរណានៅតែជាអកំបាំងនៅឡើយរហូតមកទល់ពេលនេះស្វាយជ្រុំជំរុំបុកផាសិនក្លែបកាស្លាស្ទងសៀវស្រពំវានងគៀបក្តាមក្រដេវិចយំជំនួសរូបខ្ញុំជាអ្នកចំងាយ